សួស្តីថ្ងៃនេះមកឆាខាត់ណាជាមួយនឹងសាច់គោចាអញ្ចឹងយើងមានខាត់ណាយើងសកចេញសិនមកចាំយើងយកវាមកហាន់ចាយើងហាន់វាអស់ចឹងមកអូខេហើយចំពោះសាច់គោយើងយកមកលាយរ៉ូឌីជាមួយនឹងប្រេងខ្យងច្បល់វាទុកផ្អាប់ទុកមកបន្ទុះទៅចាំយើងយកមកឆាបន្ទាប់មកយើងក៏ដាក់ដាំទឹកដាក់អំបិលបន្តិចសកខាត់ណានឹងមកចាដល់ពេលទឹកពុះហើយយើងដាក់ខាត់ណាចូលទៅយើងទុកឲ្យពុះវិញមកចាំយើងស្រង់ដាក់ត្រាំទឹកកកចាដើម្បីឲ្យវានៅស្រួយអូខេចាបន្ទាប់មកយើងក៏ដាក់ឆាយើងក៏បំពងខ្ទឹមឲ្យឈ្ងុយហើយយើងចាក់សាច់មិញចូលមកហើយយើងថែមគ្រឿងតិចទៀតមកយើងដាក់ទឹកត្រីចាប៊ីចេងតិចមកជាមួយនឹងទឹកប្រេងខ្យងបន្ថែមបន្តិចទៀតមកហើយនឹងស្ករត្នោតចាឆាវាមកត្រឡប់ពីយើងចាក់ខាត់ណាយើងចូលមកចាបន្ទាប់មកយើងចាក់ហើយយើងឆាវាតាពី3ត្រឡប់ទុកវាពុះបន្តិចមកតាមមកពុះមកយើងក៏បិទហ្គាសទៅចាព្រោះយើងស្រស់ឆ្អិនហើយចាអូខេអញ្ចឹងមានប៉ុណ្្នឹងទេចាអរគុណចំពោះការតាមដានកុំភ្លេចជួយ like share ព្រមទាំង follow page ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយៗទៀតជម្រាបលា